Xây mà bỏng dẫn sự mẹ HR pi còn phải bấy con một thời ca plap đầuពី Smart Kitchen ទៅជា Smart Kitchen វិញណាអញ្ចឹងនេះគឺជាសំណុំរបស់ Smart Kitchen ដែលវាមានដុំបង្តែនមានសោមានអីចឹងទៅហើយអញ្ចឹងដោយសារតែដំណើរការវាក៏មិនស្ងួតដូចស៊ីនប៉ុន្តែតម្លៃវាល្អជាងស៊ីនណាអញ្ចឹងបងក៏សម្រាប់ចិត្តធ្វើការផ្លាស់ប្ដូរវិញដោយសារតែគាត់ប្រើរៀងកឹងចិនតិចអញ្ចឹងគាត់មកផ្លាស់ប្ដូរ system ស៊ីនវិញធានាឲ្យថាមក smooth ល្អមិនថា lock unlock បជាបច្ចេកឲ្យគឺមកអេឥឡូវយើងមកតេស្តបច្ចេកបច្ចេកឥឡូវយើងចុច lock មួយហើយនេះ2ដងមក system ស៊ីននៅពេលដែលដាក់មកគឺឆេះកន្លែងនេះលោតពណ៌បៃតងឲ្យយើងឃើញតែម្ដងអញ្ចឹងដំណើរការវាគឺបែបនេះហើយនៅពេលដែលបច្ចេកគឺអត់មានអីដំណើរការក្រៅពីម៉ាស៊ីនត្រជាក់អីសូម្បីតែទ្វារណាក៏យើងអត់អាចបើកចូលបានដែរអ្នកឃើញទេហើយដល់ពេលយើងចង់ដាក់ unlock មកខាងក្នុងនេះនេះអញ្ចឹងសូម្បីតែកញ្ចក់ណាគឺយើងអត់អាចចុចឡើងបានដែរវាខុសពី Smart Kitchen ផងហ្នឹងដែរបើ Smart Kitchen នៅពេលដែលបច្ចេកពីចង្អាយគឺអាអស់នេះគឺដំណើរការទាំងអស់តែម្ដងសូម្បីតែមួយញ៉ែអីក៏ដំណើរការដែរអញ្ចឹងបើ Smart Kitchen គឺអត់ទេគឺមានតែម៉ាស៊ីនត្រជាក់ទេដែលដំណើរការហើយដល់ពេលយើងចង់ឲ្យវាដំណើរការយើងគ្រាន់តែនេះមួយមកអញ្ចឹងចាប់ផ្ដើម system ដំណើរការតែម្ដង system នេះគឺបើនេះគឺស្រួលប្រើអញ្ចឹងហើយនេះចាប់ផ្ដើមដំណើរការឡើងវិញណាឃើញទេអញ្ចឹងគឺស្រួលងាយអាហ្នឹងហើយជាប្រព័ន្ធ Smart Kitchen ហើយ security របស់វាគឺនៅទាំងអស់បានន័យថាមិនមែនតតែ unlock បានមានភ្លើងចូលប៊ូតុងបច្ចេកឡានបានទេគឺអត់ទេ system ស៊ីនគឺល្អបែបនេះអញ្ចឹងសម្រាប់បងដែលមានតម្រូវការចង់តម្លើងជា Smart Kitchen អាចទំនាក់ទំនងមកបានគឺពួកខ្ញុំមានតម្លើងដូចគ្នា Smart Kitchen ក៏មាន Smart Kitchen ក៏មានប៉ុន្តែសួរថាខ្ញុំណែនាំមួយណាខ្ញុំណែនាំ Smart Kitchen ហ្នឹងពីព្រោះដោយសារតែឡានយើងនៅពេលតម្លើង Smart Kitchen គឺ security អីគឺនៅទាំងតែម្ដងសុវត្ថិភាពក្នុងការប្រើប្រាស់តែម្ដងណា